ពិតជាក្លាហានកេធីភឺរីនិងស្ត្រី5នាក់ទៀតកំពុងត្រៀមខ្លួនជិះយានអវកាសទៅលេងព្រំដែនភពផែនដីនិងលំហអាកាសកាលពីថ្ងៃទី27ខែកុម្ភៈឆ្នាំ2025កន្លងទៅក្រុមហ៊ុនអវកាស Blue Origin របស់មហាសេដ្ឋី Jeff Bezos បានធ្វើការប្រកាសឈ្មោះស្ត្រីចំនួន6នាក់ដែលនឹងចូលរួមក្នុងបេសកកម្មនៅ31ដើម្បីហោះទៅកាន់គែមនៃលំហអាកាសដោយជិះលើរ៉ុកកែត New Shepard ចំពោះការហោះហើរនេះដែលនៅមិនទាន់បានកំណត់ពេលវេលាជាក់លាក់នោះឡើយដោយគ្រាន់តែរំពឹងថានឹងធ្វើឡើងនៅនីតិរដូវនេះឈ្មោះស្ត្រីទាំង6អ្នកដែលចូលរួមក្នុងបេសកកម្មថ្មីនៃគម្រោងទី11របស់ក្រុមហេអ៊ុនខាងលើនេះដែលរួមមានតារាចម្រៀងស្រី Katy Perry លោកស្រី Lauren Sanchez ដែលជាគូដណ្ដឹងរបស់មហាសេដ្ឋី Jeff Bezos ផ្ទាល់អ្នកកាសែតដ៏ល្បី Gayle King សកម្មជនសិទ្ធិមនុស្សសញ្ជាតិអាមេរិកវៀតណាមនិងជាអ្នកស្រាវជ្រាវផ្នែកអវកាសយានិក Amanda Nguyen អតីតអ្នកវិទ្យាសាស្ត្រផ្នែករ៉ុកកែតរបស់អង្គការ NASA លោកស្រី Ishabo រួមទាំងអ្នកផលិតភាពយន្ត Rhiannon Flynn តាមសារព័ត៌មាន Epoch News បានឲ្យដឹងថាដំណើរបេសកកម្មមួយនេះមានរយៈពេល10នាទីដោយយានហោះឡើងដល់កម្ពស់ប្រមាណ105គីឡូម៉ែត្រពីផែនដីដោយរ៉ុកកែតនោះដែលនឹងធ្វើដំណើរកាត់បន្ទាត់ការមែនដែលជាព្រំដែនរវាងបរិយាកាសផែនដីនិងលំហអាកាសក្នុងកម្ពស់100គីឡូម៉ែត្រពីផ្ទៃផែនដី